ស្តីទាំងអស់គ្នាថ្ងៃនេះមកបង្ហាញពីការដកលុយពីកម្មវិធី Premis ដែលកម្មវិធី Premis នេះផងដែរងាយស្រួលរកលុយមែនទែនយើងចូលទៅមើលចំនួនទឹកប្រាក់ដែលត្រូវដកគឺចាប់ពី$2,000ឡើងបើលុយដុល្លារចាប់ពី$15ឬ$10ឡើងយើងអាចដកបានហើយនេះគឺជាកិច្ចការដែលយើងត្រូវធ្វើកិច្ចការទាំងនេះយើងបំពេញវាទៅយើងនឹងទទួលបានទឹកប្រាក់ក្នុងមួយកិច្ចការហ្នឹងយើងទទួលបាន$91អញ្ចឹងវាតម្លាក់ឲ្យយើងរាល់ថ្ងៃកាលណាយើងបំពេញកិច្ចការនឹងរួចលុយនឹងលុតចូលអញ្ចឹងរយៈពេល24ម៉ោងដើម្បីដកលុយពីកម្មវិធីនេះយើងចុចមកកន្លែងកាបូបនេះមកឃើញចំនួនទឹកប្រាក់របស់យើងមាន$2,077អញ្ចឹងយើងអាចដកបានហើយអញ្ចឹងយើងធ្វើការដកតែម្ដងដោយសារតែខ្ញុំធ្លាប់ធ្វើការដករួចម្ដងមកហើយអញ្ចឹងខ្ញុំអត់ពិបាកបំពេញអាសយដ្ឋាន PayPal ម្ដងទៀតទេអញ្ចឹងយើងចុចទៅការដកប្រាក់វេទិកាដកប្រាក់ Digital អញ្ចឹងយើងចុចលើកន្លែងហ្នឹងមកនេះវេទិកាទូទាត់ Digital ចុចសញ្ញាព្រួយនេះមកហើយយើងដាក់ថា PayPal Japan ដោយសារតែកម្មវិធីនេះយើង sign up យើងបង្កើតនៅក្នុងប្រទេសជប៉ុនយើងក៏គេតម្រូវឲ្យដកនៅក្នុង PayPal Japan តែជាទូទៅយើងបើយើងធ្វើនៅប្រទេសណាយើងដកទៅប្រទេសហ្នឹងទៅតែសម្រាប់ប្រទេសកម្ពុជាយើងដកជាលុយដុល្លារយើងដាក់អាសយដ្ឋាននៅប្រទេសកម្ពុជាក៏បានដែរអញ្ចឹងយើងដាក់ PayPal Japan នេះមកហើយចុចបន្ទាប់តមកវានឹង load ជា PayPal នោះឲ្យយើងមើលយើងគ្រីសវាទៅហើយគេសួរយើងថាកែសម្រួលឬអត់អញ្ចឹងយើងមិនបាត់កែសម្រួលទេបើយើងមិនចង់កែសម្រួលទេយើងចុចនេះបន្ទាប់ឬក៏យើងមាន PayPal ផ្សេងទៀតយើងចុចបន្ថែមគណនី PayPal នេះមកយើងអាចដកទៅ PayPal ថ្មីបានតែនេះសម្រាប់ខ្ញុំដកនៅ PayPal ដែលធ្លាប់ដកម្ដងនោះហើយចុចបន្ទាប់មកឲ្យយើងវាយចំនួនទឹកប្រាក់អញ្ចឹងខ្ញុំវាយចំនួនទឹកប្រាក់$2,077ដកហើយយើងទៅពិនិត្យឡើងវិញឃើញទឹកប្រាក់ហើយយើងចំណាំមើលហើយយើងបន្តមកយើងចុចបន្ទាប់បញ្ជាក់យល់ព្រមទៅពេលបញ្ជាក់យល់ព្រមហើយយើងចុចមួយទៀតចូលទៅកាន់ Premis Wallet ពេលហ្នឹងយើងដកជុំទឹកប្រាក់អស់រលីងតែម្ដងឥឡូវនៅសល់00រងចាំ1នាទីទឹកលុយនឹងចូលទៅក្នុងគណនី PayPal ឥឡូវយើងមកមើលនេះដើម្បីទទួលបានទឹកប្រាក់បន្តទៀតយើងត្រូវបំពេញកិច្ចការទាំងអស់នេះ